ជាដំបូងបងចង់ឲ្យអូនជួយណែនាំឈ្មោះក៏ដូចជាប្រវត្តិនៃការសិក្សាបន្ថែមលម្អិតដល់ប្រិយមិត្តរបស់ Lady Sparkle ពីព្រោះបងដឹងថាមានច្រើនដែលគាត់បានស្គាល់អូនតាមរយៈ podcast តាមរយៈនៅកម្មវិធីផ្សេងៗទៀតប៉ុន្តែសម្រាប់ប្រិយមិត្ត Lady Sparkle របស់យើងមួយចំនួនប្រហែលជាមិនទាន់បានស្គាល់អូនច្បាស់នៅឡើយទេអញ្ចឹងអូនអាចជួយណែនាំព្រោះទូដល់ពួកគាត់បន្តិចផងចាជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាម្ដងទៀតនាងខ្ញុំឈ្មោះហៅសេរីរតនាអាយុ26ឆ្នាំបច្ចុប្បន្នទើបតែបញ្ចប់ការសិក្សាជំនាញផ្នែកអនុបណ្ឌិតវិស្វកម្មនុយក្លេអ៊ែរនិងរូបវិទ្យាកម្ដៅនៃសាកលវិទ្យាល័យ National Research Nuclear University MIFI ហើយក៏បាននឹងកំពុងបន្តថ្នាក់បណ្ឌិតខាងផ្នែក Physical Science នៃសាកលវិទ្យាល័យ Tom Polytechnic University នៃប្រទេសរុស្ស៊ីផងដែរពិសោធន៍នៃការសិក្សានិងប្រវត្តិនៃការសិក្សារបស់ខ្ញុំគឺខ្ញុំគឺជានិស្សិតស្រីម្នាក់ដែលមកពីខេត្តពោធិ៍សាត់ខ្ញុំបានបញ្ចប់ការសិក្សាបាក់ឌុបនៅក្នុងឆ្នាំ2015ឡើងមកបន្តការសិក្សានៅទីក្រុងភ្នំពេញនៅជំនាញបរិញ្ញាបត្រចំនួន2គឺបរិញ្ញាបត្រវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិសហអគ្គិសនីដែលជាសាលារបស់អគ្គិសនីកម្ពុជាផ្ទាល់និងជំនាញផ្នែកសេដ្ឋកិច្ចពាណិជ្ជសាស្ត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងហើយបន្ទាប់ពីការបញ្ចប់ការសិក្សាបរិញ្ញាបត្ររបស់ខ្ញុំនឹងក៏ខ្ញុំបន្តការសិក្សាថ្នាក់អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ចដែលជា joint program នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសាកលវិទ្យាល័យ University of Vigo នៅក្នុងទីក្រុង Vigo ប្រទេសអេស្ប៉ាញហើយបានបញ្ចប់ពីការសិក្សាហ្នឹងបានខ្ញុំមកបន្តការសិក្សាអនុបណ្ឌិតវិស្វកម្មនុយក្លេអ៊ែរនៅប្រទេសរុស្ស៊ីផ្ទាល់តែម្ដងចាត្រឹមតែវ័យ26ឆ្នាំអូនបានឆ្លងកាត់នឹងការសិក្សាដ៏ច្រើនហើយសង្ឃឹមថានេះគឺជាមោទនភាពរបស់យើងជាស្ត្រីដែលបានទទួលបានការសិក្សាមិនថាអ្វីដែលជាចំណង់ចំណូលចិត្តមិនថាបន្តទៅដល់ប្រទេសផ្សេងទៀតទេហើយក៏ជាមោទនភាពដែលកូនខ្មែរយើងអាចធ្វើបានមួយរូបផងដែរអំបញ្ញមិញបងលើតាក់ទងជាមួយនឹងការសិក្សាពីវិស្វកម្មនុយក្លេអ៊ែរបងចង់ឲ្យអូនបញ្ចូលបន្ថែមបន្តិចសម្រាប់អ្នកដែលគាត់មិនស្គាល់សោះក៏ដូចជាអ្នកដែលមិនសូវយល់ពីជំនាញនេះអូនអាចជម្រាបបន្តិចបានទេថាវិស្វកម្មនុយក្លេអ៊ែរវិធីសាស្ត្រនៅក្នុងការបញ្ចូលងាយដើម្បីពួកគាត់អាចយល់បានថាតើក្រៅពីផលិតគ្រាប់បែកបរិមាណូវាមានប្រយោជន៍អីផ្សេងបន្ថែមទៀតចាបងអរគុណសម្រាប់សំណួរបើនិយាយឲ្យស្រួលស្ដាប់ទៅការសិក្សាជំនាញវិស្វកម្មនុយក្លេអ៊ែរនិយាយខ្លីគឺជាការសិក្សាអំពីបម្រើបម្រាស់របស់ធម្មពលនុយក្លេអ៊ែរដែលគេចាត់ទុកថាជាធម្មពលបៃតងនិងជាធម្មពលមានដែនកំណត់យកមកប្រើប្រាស់សម្រាប់បម្រើបម្រាស់របស់សង្គមដែលបម្រើបម្រាស់របស់សង្គមទីបងស្រីបានជម្រាបជូនប្រហែលជាគំនិតរបស់ប្រជាជនយើងភាគច្រើនថានុយក្លេអ៊ែរដំបូងគេដែល come to their minds គឺគ្រាប់បែកនុយក្លេអ៊ែរចាការពិតវាមិនជាការខុសទេវាគឺអាចផលិតជាគ្រាប់បែកនុយក្លេអ៊ែរបានមែនប៉ុន្តែ beside នៅការផលិតនៅគ្រាប់បែកនុយក្លេអ៊ែរវាមាន application ជាច្រើនដែលយកមកបម្រើនៅសង្គមរបស់យើងមានដូចជាការផលិតជាធម្មពលអគ្គិសនីការបម្រើបម្រាស់ទៅជា Space Explorer នៅខាងប្រភេទពួករុករកខាងផ្ទៃអាកាសចា៎ដូចជាការប្រើប្រាស់ទៅក្នុងការចម្រោះទឹកហើយនឹងដូចជាការពិសោធន៍នៅក្នុងម្ហូបចំណីអាហារហើយក៏ដូចជាទៅខាងវិទ្យាសាស្ត្រផងដែរហើយនឹងមិនជាចុងក្រោយមួយទៀតនោះគឺខាងវិស័យរុករកដែលវិស័យរុករកនោះដូចជាខាងពួកអ្នក archaeology ឬមួយក៏ប្រភេទពួកគាត់ខាងជាអ្នក historians ជាដើមបងចាអញ្ចឹងវាល្អមែនទែនសម្រាប់អ្នកបុរាណវិទូគាត់អាចសិក្សាជាពិសេសប្រទេសយើងក៏ជាប្រទេសមួយដែលគ្របដណ្ដប់ទៅដោយប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំអញ្ចឹងដើម្បីយកស្វែងយល់ពីប្រវត្តិសាស្ត្រនិងដានអ្វីទៅដែលដូនតារបស់យើងគាត់បានកកើតមកពីប្រភេទណាសន្ទាប់ដីផែនណាក៏ជាកត្តាមួយដែលអាចជំរុញឲ្យគាត់អាចស្វែងយល់បានដែរមិនអញ្ចឹងចាបងគឺវាជាប្រភេទ application មួយរបស់ធម្មពលនុយក្លេអ៊ែរនិងសារធាតុវិទ្យុសកម្មផងដែរបងល្អមែនតើអរគុណមែនតើដែលបានក្បោះក្បាយនិយាយទៅបើសិនជានិយាយឲ្យបានច្បាស់លាស់ប្រជាជនយើងប្រកាសជាបានយល់កាន់តែច្បាស់ថាក្រៅពីបរិមាណូវាមានការប្រើប្រាស់បានច្រើនមែនតើបើសិនជាយើងចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវចាបងចា